ពេលខ្លះយើងគួរតែបែងចែកឲ្យដាច់រវាងពាក្យថានិយាយត្រង់និងពាក្យថានិយាយមិនចេះគិតមានន័យថានិយាយចេញមកគឺអត់បានគិតទេមិនបានឆ្លងកាត់ការពិចារណាទេនិយាយតាមតែការនឹកឃើញរបស់យើងនិយាយត្រង់គឺមានន័យថានិយាយនៅក្នុងចេតនាល្អឲ្យបុគ្គលម្នាក់ហ្នឹងគាត់កែប្រែពិចារណានៅកំហុសរបស់គាត់ប៉ុន្តែការនិយាយត្រង់ក៏គួរតែមាននៅការរៀបចំពាក្យពេចន៍ឲ្យបានល្អនៅក្នុងការនិយាយដែរដើម្បីធ្វើយ៉ាងណាពាក្យពេចន៍មួយហ្នឹងនិយាយទៅក្នុងន័យត្រង់ដើម្បីស្ថាបនាហើយក្នុងន័យមួយដែលស្ដាប់ទៅមិនប៉ះពាល់ខ្លាំងអ្នកទាំងអស់គ្នាដឹងអត់ពាក្យសម្ដីមួយម៉ាត់ដែលអ្នកទាំងអស់គ្នារលាស់អណ្ដាតចេញមកគឺសម្រាប់អ្នកទាំងអស់គ្នាអាចនឹងគិតថាលេងសើចនិយាយដើម្បីជាការកំប្លែងសើចសប្បាយយកគេមកធ្វើជាប្រធានបទដើម្បីជជែកគ្នាដើម្បីសើចសប្បាយតែអ្នកមានដឹងទេសម្ដីរបស់អ្នកមួយម៉ាត់អាចធ្វើឲ្យមនុស្សម្នាក់ចុកចាប់ក្នុងក្រអៅបេះដូងប្រៀបដូចជាយកកំបិតមកពុះទ្រូងហើយពាក្យសម្ដីមួយម៉ាត់នោះក៏អាចនឹងឈានទៅដល់ការសម្លាប់ជីវិតមនុស្សម្នាក់បានដែរនៅក្នុងទស្សនវិជ្ជាសង្គមសប្តាហ៍ថ្ងៃនេះមានក្មេងៗជាច្រើនដែលគាត់ធំឡើងមកជាមួយនឹងពាក្យសម្ដីតិទៀនមើលងាយសើចចំអកទៅលើរូបរាងកាយទៅលើចំណេះដឹងរបស់គាត់ដែលធ្វើឲ្យនៅពេលដែលគាត់ធំឡើងគាត់ខ្លាចទៅជាមនុស្សដែលបាត់បង់នៅភាពក្លាហានពិបាករស់នៅក្នុងសង្គមមនុស្សហើយជាពិសេសពិបាកនៅក្នុងការឈានចូលទៅក្នុងសង្គមការងារ